បាទជំរាបសួរបងប្អូននៅក្នុងបណ្ដាញសង្គមថ្ងៃនេះខ្ញុំបាទសូមអនុញ្ញាតយកប្រធានបទមួយដែលគេចោទសួរថាតើបើសិនយើងគ្រាន់តែជាអ្នកបម្រើការងារនៅក្នុងស្ថាប័នមួយឬក៏ក្រុមហ៊ុនឯកជនមួយតើយើងមានឱកាសអាចក្លាយទៅជាអ្នកមានជីវភាពធូរធារឬក៏អាចក្លាយទៅជាអ្នកមាននៅពេលអនាគតបានដែរឬទេអញ្ចឹងជារឿយៗខ្ញុំតែងតែអង្កេតឃើញថាឬក៏មានពាក្យមកថាគ្មានកន្លែងការងារណាមួយដែលអាចឲ្យបុគ្គលិកទទួលបានប្រាក់ខែខ្លាចជាអ្នកមានបាននោះទេបាទវាជាចម្លើយដ៏ត្រឹមត្រូវប៉ុន្តែនៅក្នុងការស្រាវជ្រាវមកមានន័យថាអ្នកដែលបម្រើការងារនៅកន្លែងឬក៏ស្ថាប័នណាមួយនោះក៏អាចមានឱកាសខ្លាយទៅជាអ្នកមាននឹងគេនឹងឯងដែរបើសិនជាពួកគាត់អនុវត្តត្រូវជាទូទៅតួលេខប្រហែលគឺមានប្រមាណជា 10% ដែលពួកគាត់គ្រាន់តែជាគេហៅថា salary man ពាក្យនេះគឺសំដៅទៅលើបុគ្គលិកដែលធ្វើការងារឲ្យគេពេញម៉ោងហើយទទួលបានប្រាក់បៀវត្សជាភាសាដែលបង្កើតឡើងឬក៏ហៅឡើងដោយជនជាតិជប៉ុនអញ្ចឹងកន្លែងនេះដើម្បីបើកកិច្ចពិភាក្សាបន្ទាប់ទៀតនេះខ្ញុំសូមឲ្យនិយមន័យសិនតើអ្នកមានកើតឡើងតាមរបៀបណាអញ្ចឹងយើងត្រូវយល់ថានៅក្នុងពិភពលោកយើងនេះអ្នកមានពីរប្រភេទចម្បងអ្នកមានប្រភេទទី1គឺជាអ្នកមានដែលទទួលបានគេមរតកពីជីដូនជីតាឬក៏ឪពុកម្ដាយជំនាន់ទី1ឬក៏ជំនាន់ទី2ហើយពួកគាត់កើតមកមានទ្រព្យសុខស្ដំស្រាប់អញ្ចឹងពួកគាត់ខ្លាយទៅជាអ្នកមានដោយទទួលបានគេមរតកអញ្ចឹងនេះគឺជាប្រភេទអ្នកមានទី1ប្រភេទអ្នកមានទី2គឺជាអ្នកមានដែលកើតមកហើយប៉ុន្តែគាត់មិនចូលលក្ខខណ្ឌទី1ទេគឺគាត់បានបង្កើតឱកាសឬក៏ស្វែងរកឱកាសឲ្យគាត់ខ្លាយទៅជាអ្នកមាននឹងគេនឹងឯងដែរអញ្ចឹងអ្នកមានប្រភេទទី2នេះគឺជាទូទៅយើងអង្កេតមើលទៅនៅលើពិភពលោកនេះកើតចេញពីអត្តពលិកដូចជាតារាបាល់ទាត់ល្បីឬក៏អ្នកពាក់ព័ន្ធជាមួយនឹងគេហៅថាទេពកោសល្យអញ្ចឹងគាត់អាចខ្លាយទៅជាអ្នកមានឬក៏អ្នកមានធំនៅលើពិភពលោកផងដែរក្រៅពីនោះគឺពួកគាត់អាចខ្លាយជាអ្នកមាននៅពេលដែលគាត់ធ្វើការហើយទៅយកប្រាក់បៀវត្សរបស់គាត់ឬក៏ការសន្សំរបស់គាត់មកវិនិយោគឬក៏បងប្អូនមួយចំនួនយកទ្រព្យឬប្រាក់អន្សំហ្នឹងយកមកធ្វើការជួញដូរហើយនឹងអ្នកមានប្រភេទមួយទៀតដែលយើងឃើញនៅក្នុងគេហៅថាឧស្សាហកម្មបច្ចុប្បន្ននេះហើយមានឆាប់រហ័សនោះគឺពាក់ព័ន្ធជាមួយនឹងបច្ចេកវិទ្យាអញ្ចឹងយើងឃើញមានហើយដូចជាម្ចាស់ TikTok ម្ចាស់ Facebook platform មួយចំនួនដូចជា Jack Ma ជា Bezos អញ្ចឹងគាត់អាចខ្លាយទៅជាអ្នកមានសួរថាតើចំនួនទី1ទី2របស់គាត់ទៅសិតតែជាកម្ពុជាមហាសេដ្ឋីចម្លើយគឺអត់ទេដោយករណីលោក Jack Ma អញ្ចឹងគឺគាត់កើតឡើងជាមួយនឹងភាពក្រីក្រខ្លាំងមិនមានចំនួនទី1ឬក៏ចំនួនទី2ណាមួយដែលបន្សល់ទុកឲ្យគាត់ខ្លាយទៅជាឬក៏ទទួលបានគេមរតកពីអ្នកមានចំនួនទី1ឬក៏ចំនួនទី2ពីឪពុកម្ដាយរបស់គាត់នោះទេអញ្ចឹងត្រឡប់មកប្រធានបទយើងវិញថាតើអ្នកដែលធ្វើការងារគេអាចមានឱកាសខ្លាយជាអ្នកមានអត់អញ្ចឹងកន្លែងនេះខ្ញុំបាទសូមអនុញ្ញាតចែករំលែកទៅលើ4ចំណុចអំពីឱកាសដែលអ្នកដែលបម្រើការងារគេពេញម៉ោងឬក៏យើងហៅថា salary man នោះមានឱកាសខ្លាយទៅជាអ្នកមានបាទចំណុចទី1នោះគឺគិតឲ្យដូចជាម្ចាស់អញ្ចឹងទោះបីជាយើងមិនមែនជាម្ចាស់អាជីវកម្មឬក៏ម្ចាស់អង្គភាពក៏ដោយអញ្ចឹងនៅពេលដែលយើងមានឱកាសបម្រើការងារនៅអង្គភាពឬក៏ទីតាំងក្រុមហ៊ុនឯកជនណាមួយនោះយើងត្រូវតែផ្ដួចផ្ដើមខ្លួនឲ្យយើងឲ្យដូចជាម្ចាស់នៅអង្គភាពហ្នឹងអញ្ចឹងតាមរយៈការរៀនអង្កេតអំពីអាជីវកម្មទី1ទី2គឺការដាក់ចិត្តកាយបេះដូងរៀនសូត្រមានន័យថាមិនរងចាំដេកដួលរមូលសំក្រិចអញ្ចឹងគឺយើងត្រូវដឹកនាំអាជីវកម្មហ្នឹងឲ្យដូចជាអាជីវកម្មរបស់យើងអញ្ចឹងមានថាយើងនឹងទទួលបានគេថាអារម្មណ៍នៃការប្រែប្រួលកន្លែងនេះគឺសំដៅទៅលើថាបើសិនជាអង្គភាពនឹងរីកចម្រើនតើយើងត្រូវរៀបចំឱកាសរបៀបម៉េចបើសិនជាអាជីវកម្មនឹងរងនឹងការគំរាមកំហែងថាតើយើងត្រូវមានរបៀបទប់របៀបម៉េចអញ្ចឹងគឺយើងយកឱកាសរៀនសូត្រពីកន្លែងបម្រើការងាររបស់យើងហ្នឹងហើយយើងចាប់ដើមធ្វើការកែច្នៃវាឆ្លើយតបអញ្ចឹងវាជាចំណុចទី1វាជាចំណុចដែល
ធ្វើឲ្យបងប្អូនរៀនហើយរៀនទៀតរៀនពីទីតាំងដែលបងប្អូនធ្វើការងារហ្នឹងទោះបីជារៀនកំហុសហ្នឹងល្អឬកំហុសហ្នឹងមិនល្អក្តីបងប្អូននៅតែអាចទទួលបានប្រាក់បៀវត្សហើយទទួលបាននៅបទពិសោធន៍យ៉ាងក្រាស់ក្រៃអញ្ចឹងសូមឲ្យបងប្អូនធ្វើការអង្កេតទី1ទី2ខ្ញុំយកឧទាហរណ៍នៅលើចំណុចទី1នេះពាក់ព័ន្ធជាមួយនឹងរឿងម្ចាស់ហាងកាហ្វេ Starbucks អញ្ចឹងបងប្អូនដឹងហើយថាហាងកាហ្វេ Starbucks គឺជាហាងកាហ្វេដែលធំមួយនៅលើពិភពលោកដែលមនុស្សទាំងអស់បានទទួលស្គាល់អញ្ចឹងសហគ្រិនមួយដែលចាប់ផ្ដើមបង្កើតកាហ្វេនោះគឺពីមុនដំបូងឡើងគាត់គឺជាអ្នកធ្វើការងារឬគឺជាអ្នកបម្រើការងារនៅហាងកាហ្វេមួយកន្លែងប៉ុន្តែដោយសារតែការរៀនអង្កេតអំពីអាជីវកម្មហើយនឹងការពិនិត្យទៅលើការបម្រែបម្រួលអំពីទីផ្សារអញ្ចឹងធ្វើឲ្យគាត់ចាប់ផ្ដើមយកឱកាសនោះហើយបំបែរឱកាសនោះទៅជាឱកាសរបស់ផ្ទាល់ខ្លួនអញ្ចឹងកន្លែងនេះគឺមកពីគាត់ស្រឡាញ់ហើយនឹងដាក់ចិត្តដាក់កាយទៅលើអាជីវកម្មមួយហ្នឹងរៀនពីកន្លែងហ្នឹងហើយក៏កែប្រែអញ្ចឹងគាត់នោះគឺ Howard Cho គឺជាអ្នកស្រុកអាមេរិកដែលកើតឡើងក្នុងឆ្នាំ1953 Howard Cho កើតចេញពីគ្រួសារដែលមិនធូរធារទេដែលមានឪពុកជាអ្នកបើកបរអញ្ចឹងបន្ទាប់ពីបញ្ចប់ការសិក្សារួចនៅក្នុងឆ្នាំ1981 Howard Cho បានចាក់ចេញពីក្រុមហ៊ុន Xerox ចូលមកបម្រើការងារនៅក្រុមហ៊ុនកាហ្វេ Starbucks អញ្ចឹងគាត់ក៏បានកាន់តំណែងជា Marketing Director នៅក្នុងឆ្នាំ1981តែឡែកនៅពេលដែលនៅក្នុងឆ្នាំ1982គាត់មានឱកាសទៅធ្វើទស្សនកិច្ចនៅប្រទេសអ៊ីតាលីអញ្ចឹងគាត់គឺជាមនុស្សដែលគេហៅថារៀនសូត្រច្រើនអំពីរឿងវប្បធម៌នៃកាហ្វេគាត់ទៅដល់នោះគាត់ឃើញមានគេហៅថា Cappuccino ហើយនិង Espresso ដែលជាវប្បធម៌ដែលមានឥទ្ធិពលខ្លាំងនៅគេហៅថាវិស័យភេសជ្ជៈកាហ្វេនៅប្រទេសអ៊ីតាលីអញ្ចឹងនៅក្នុងឆ្នាំ1982គាត់ត្រឡប់មកវិញដោយពំនាំនៅគេហៅចំណេះដឹងឬក៏វប្បធម៌ Cappuccino ឬក៏ Espresso ពីប្រទេសអ៊ីតាលីហ្នឹងមកកាន់ប្រទេសអាមេរិកវិញដោយធ្វើការពិភាក្សាជាមួយនឹងម្ចាស់កាហ្វេ Starbucks ប៉ុន្តែគឺមិនទទួលបានការគ្រប់គ្រងពីហាងម្ចាស់កាហ្វេ Starbucks ឡើយគឺមានភាពចម្រូងចម្រាសគ្នាអញ្ចឹងដែលធ្វើឲ្យគាត់សម្រេចចិត្តចាក់ចេញពីក្រុមហ៊ុននៅឆ្នាំបន្តមកទៀតដល់ឡែកនៅក្នុងឆ្នាំ1987 Howard Cho គឺនៅតែមិនអស់ចិត្តអំពីវប្បធម៌ដែលគាត់បានឃើញអញ្ចឹងគាត់បានពេលនោះគាត់ជាអ្នកបម្រើការងារនៅឡើយទេអញ្ចឹងក៏គាត់បានគូកងគ្នាប្រមូលទុនពីអ្នកដែលមានគំនិតប្រហាក់ប្រហែលគ្នាហ្នឹងគឺយកមកទិញហាងកាហ្វេ Starbucks នៅក្នុងឆ្នាំ1987គឺក្នុងតម្លៃទិញផ្ដាច់តែម្ដងគឺ $3.8 លាននៅពេលនោះអញ្ចឹងចាប់ពីពេលនោះមកគាត់បាននាំវប្បធម៌គេហៅថាពាក់ព័ន្ធជាមួយនឹងកាហ្វេនៅប្រទេសអ៊ីតាលីនេះចូលមកសហរដ្ឋអាមេរិកដែលធ្វើឲ្យហាងកាហ្វេ Starbucks ទទួលបានការគ្រប់គ្រងអញ្ចឹងរហូតមកដល់ឆ្នាំ2024នេះតាមការប៉ាន់ស្មាន Howard Cho នេះគឺមានទ្រព្យសកម្មប្រមាណជាង$3 billion សហរដ្ឋអាមេរិក$3 billion បាទចំណុចទី2នោះគឺសន្សំនិងវិនិយោគឲ្យបានត្រឹមត្រូវអ្នកអាចដឹងទេថាការបម្រើការងារគេនៅមួយកន្លែងក៏អាចមានឱកាសខ្លាយទៅជាអ្នកទូទានិងស្ដុកស្ដំបានដែរបើសិនជាយើងចេះយកចំណែកនៃលុយដែលយើងទទួលបានពីកន្លែងបម្រើការងារនោះហើយយកមកធ្វើការវិនិយោគដូចខ្ញុំបានលើកឡើងពីខាងលើហើយថានៅប្រទេសជប៉ុនមានភាសាមួយដែលគេហៅថា salary man អញ្ចឹងជាទូទៅ salary man នៅប្រទេសជប៉ុនទទួលបានប្រាក់បៀវត្សមិនច្រើនទេចន្លោះពី$2,000ទៅ$4,000តែប៉ុណ្ណោះប៉ុន្តែជនជាតិជប៉ុនគាត់មានវប្បធម៌នៃការសន្សំហើយគឺគាត់អត់ទុកលុយនៅមួយកន្លែងទេគឺសន្សំវិនិយោគអញ្ចឹងបន្ទាប់ពីគាត់ទទួលបានថវិកាសមល្មមដែលអាចធ្វើការវិនិយោគបានគាត់ក៏រកធនាគារជាដៃគូហើយគាត់ចាប់ផ្ដើមធ្វើការវិនិយោគទៅលើទ្រព្យសកម្មដែលទៅតាមលទ្ធភាពរបស់គាត់ដែលអាចធ្វើទៅបានយកជាឧទាហរណ៍ជាក់ស្ដែងមួយគឺជា case study ឬក៏ជាករណីសិក្សាយ៉ាងពិតប្រាកដមួយនៅប្រទេសជប៉ុនគឺមានបុគ្គលម្នាក់ដែលមានឈ្មោះថា Hitoshi Nakata Hitoshi Nakata គឺជាបុគ្គលិកដែលមានគេហៅកម្រិតប្រាក់ខែមូលដ្ឋានមួយមិនខ្ពស់ទេ
ប៉ុន្តែណាកតាគាត់មានកំណត់គឺជាអ្នកវិនិយោគដែលត្រឹមត្រូវអញ្ចឹងនៅពេលនោះគឺគាត់បានយកប្រាក់ដែលគាត់បានសន្សំទាំងអស់យកមកព្យាយាមទិញគេហៅថាកូនអាផាតមិនទូចមួយនៅវេលាដំបូងរបស់គាត់នោះអញ្ចឹងគឺគាត់ប្រើពេលយូរហើយនឹងលុយដែលគាត់រកបានហ្នឹងបូកជាមួយនឹងកម្ចីធនាគារអញ្ចឹងអាផាតមិនទី1របស់គាត់ប្រើពេលយូររហូតទម្រាំតែអាចសងត្រឡប់នៅអាផាតមិនទី1ហ្នឹងប៉ុន្តែអ្វីដែលគាត់បានបង្កើតឡើងគឺការវិនិយោគដ៏ត្រឹមត្រូវទោះបីជាគាត់អ្នកធ្វើការងារឲ្យគេគាត់នៅតែបន្តធ្វើការងារដដែលប៉ុន្តែអ្វីដែលជាការកើនឡើងនៃទ្រព្យសម្បត្តិរបស់គាត់នោះគឺចំណូលពីការជួលអាផាតមិនអញ្ចឹងគាត់ធ្វើសកម្មភាពនេះដដែលជាដដែលចាយពីរាប់ឆ្នាំមកទល់ពេលនេះណាកតាមានcondo នៅទីក្រុងតូក្យូនឹងចំនួន10ដែលមានតម្លៃប្រហែលទីផ្សារប្រមាណជាង$2 លានចំណុចទី3គឺយើងព្យាយាមរកចំណូលបន្ថែមទោះបីជាយើងជាបុគ្គលិកបម្រើការងារនៅនឹងមួយកន្លែងហើយប៉ុន្តែសម្រាប់ថ្ងៃចុងសប្តាហ៍ឬក៏ពេលវេលាយប់ណាឬក៏ពេលវេលាណាមួយសមស្របដែលបងប្អូនអាចស្វែងរកចំណូលបន្ថែមគេហៅថា side hustle នោះតាមរយៈការធ្វើការរៀនសំទោសការបង្រៀនបន្ថែមឬក៏ការផ្ដល់នៅចំណេះដឹងឬក៏ការធ្វើជាសេវាប្រឹក្សាអញ្ចឹងកន្លែងនេះសូមឲ្យបងប្អូនកុំទុកពេលទំនេរព្រោះបងប្អូនគិតថាបងប្អូនអាចធ្វើការងារ8ម៉ោងមានអារម្មណ៍ថាហត់ប៉ុន្តែដើម្បីឲ្យគេហៅថាចំណូលរបស់យើងបង្កើនឡើងបន្ថែមទៀតហើយមានឱកាសខ្លាយទៅជាអ្នកមានស្តុកស្តម្ភនៅពេលអនាគតសម្រាប់បងប្អូនដែលមានពេលវេលានិងឱកាសជាពិសេសគឺឱកាសដែលស្វែងរក side hustle នោះគឺកុំទុកពេលវាឲ្យអត់ប្រយោជន៍បងប្អូនអាចរកចំណូលមួយប្រភពឬក៏មួយច្រកផ្សេងទៀតដើម្បីឲ្យគេហៅថាការបង្កើននៅទ្រព្យសម្បត្តិរបស់បងប្អូនតាមរយៈការស្វែងរកការងារបន្ថែមហ្នឹងឲ្យបានច្រើនឡើងហើយបងប្អូនអាចផ្គូផ្លុយនឹងជាមួយនឹងលុយដែលបងប្អូនមានពីមុនមកដើម្បីបង្កើនឱកាសធ្វើការវិនិយោគឬក៏ធ្វើការទិញឬក៏ធ្វើការជួញដូរទៅលើជាវត្ថុក៏ដោយជាចលនៈវត្ថុក៏ដោយជាអចលនៈវត្ថុក៏ដោយដែលបងប្អូនគិតថាទិញទៅនឹងមានចំណេញអញ្ចឹងសូមឲ្យបងប្អូនកុំទុកពេលវេលាចោលអាចស្វែងរកប្រាក់ចំណូលបន្ថែមបាទឡែកចំណុចទី4នោះគឺបងប្អូនត្រូវតែអភិវឌ្ឍជំនាញជាប្រចាំមិនថាបងប្អូនចេះដល់កម្រិតណាទេបើសិនជាបងប្អូនភ្លេចខ្លួនក្នុងការអភិវឌ្ឍជំនាញមានថាបងប្អូនដើរថយក្រោយសម្រាប់ពេលវេលាបច្ចុប្បន្ននេះមានន័យថាបច្ចេកវិទ្យាថ្មីនិងរបស់ថ្មីរបៀនថ្មីបានត្រូវនាំចូលមកទីផ្សារអញ្ចឹងបើបងប្អូននៅប្រើគេហៅថារបៀនចាស់ឬក៏ការគិតបែបចាស់មានថាបងប្អូនគឺនឹងតាមពីក្រោយគេហើយមានថាបងប្អូនបានទុកឱកាសនឹងឲ្យទៅអ្នកចំនួនក្រោយឬក៏អ្នកផ្សេងទៀតធ្វើការងារជំនួសបងប្អូននៅក្នុងឱកាសពេលខាងមុខដ៏ខ្លីហេតុអីដោយសារតែបើសូម្បីតែការស្វែងរកទីផ្សារឬក៏ការលក់ដូរនៅទីផ្សារបច្ចុប្បន្ននេះគឺមិនចាំបាច់មានអតិថិជនទៅដល់ទីតាំងទេបើសិនជាយើងមិនមានការលក់ឬក៏ដាក់ផលិតផលលក់អនឡាញទេមានថាបងប្អូននៅដើរក្រោយគេមិននៅពេលនេះគឺយើងត្រូវតែរៀនអំពី digital marketing ឬក៏ការធ្វើ content ផ្សេងៗដើម្បីឲ្យអតិថិជនឃើញពីផលិតផលរបស់យើងអញ្ចឹងកុំភ្លេចទោះបីជាយើងនៅក្នុងកម្រិតណាក៏ដោយកុំភ្លេចរៀនសូត្របន្ថែមព្រោះវាជាធាតុចូលយ៉ាងសំខាន់ដើម្បីឲ្យបងប្អូននឹងគឺដើរទាន់សម័យកាលហើយនឹងមានថាការឆ្លើយតបទាន់ពេលវេលានៅការផ្លាស់ប្ដូរ trend មានថាឥឡូវយើងពិចារណាមើលថាអតិថិជនគោលដៅយើងជាអ្នកណាឬក៏យើងបម្រើការងារឲ្យក្រុមហ៊ុនអ្វីអញ្ចឹងគេអាប់ដេតអ្វីខ្លះអញ្ចឹងយើងអត់អាចគ្រាន់តែមានសញ្ញាបត្រមួយស្លឹកហើយនៅមួយកន្លែងមិនមានការសិក្សាឬស្វែងយល់ឬក៏រៀនសូត្របន្ថែមទេអញ្ចឹងបងប្អូននឹងជួបផលវិបាកនៅពេលអនាគតបាទខ្ញុំបានមាន4ចំណុចនេះបាទជាចុងក្រោយសូមអរគុណបងប្អូនដែលបានទស្សនាវីដេអូរបស់ខ្ញុំបាទតាំងពីដើមដល់